របៀបបង្កើតគណនីថ្មីនៅក្នុងប្រព័ន្ធ Qvita ចូលទៅកាន់គេហទំព័រ qt.com.kh ចុចយកលុកចូលសម្រាប់ធ្វើការ login ចូលប្រព័ន្ធបំពេញ user និង password របស់លោកអ្នករួចចុចយកពាក្យលុកចូលចុចជ្រើសរើសយកសេវាកម្មជ្រើសរើសប្រភេទសេវាកម្មចុចយកពាក្យអតិថិជនចុចយកពាក្យបន្ថែមថ្មីសម្រាប់ការបង្កើតអតិថិជនថ្មីគឺលោកអ្នកអាចធ្វើការបង្កើតតាមរយៈលេខអត្តសញ្ញាណកម្មសារពើពន្ធឬមួយក៏ឈ្មោះរបស់សហគ្រាសចុចយកបង្កើតអតិថិជនថ្មីបំពេញឈ្មោះសហគ្រាសជាភាសាខ្មែរបំពេញឈ្មោះសហគ្រាសជាភាសាអង់គ្លេសបំពេញលេខកាតសម្គាល់ការចុះបញ្ជីជ្រើសរើសការបដិឆេទចុះបញ្ជីពន្ធដារបំពេញលេខអត្តសញ្ញាណកម្មសារពើពន្ធបំពេញលេខទូរស័ព្ទបំពេញសារអេឡិចត្រូនិកបំពេញឈ្មោះអភិបាលបំពេញសកម្មភាពអាជីវកម្មចម្បងបំពេញឈ្មោះគណនេយ្យករជ្រើសរើសរូបិយប័ណ្ណចម្បងជ្រើសរើសសវនកម្មឯករាជ្យដែលទទួលខុសត្រូវដោយច្បាប់ជ្រើសរើសការកត់បញ្ជីគណនេយ្យជ្រើសរើសទ្រង់ទ្រាយកតិយុត្តជ្រើសរើសការកាន់កាប់បញ្ជីគណនេយ្យចុចយកពាក្យបន្ថែមបំពេញអាសយដ្ឋានរបស់សហគ្រាសជ្រើសរើសប្រភេទឧស្សាហកម្មជ្រើសរើសសាខាពន្ធដារកម្រិតអនុលោមសារពើពន្ធអត្រាពន្ធលើប្រាក់ចំណូលជ្រើសរើសប្រភេទគម្រោងចុចយកពាក្យបញ្ចូលចំពោះការបង្កើតសហគ្រាសរួចរាល់ជាការស្រេច